សូមស្វាគមន៍មកកាន់ Channel សុខភាពផ្លូវការរបស់មន្ទីរភូមិព្យាបាលសុវណ្ណតើអ្នកកំពុងត្រៀមខ្លួនដើម្បីទទួលយកសមាជិកថ្មីចូលក្នុងក្រុមគ្រួសារមានដែរឬទេការស្វាគមន៍សមាជិកថ្មីមិនមែនគ្រាន់តែជាការចង់បានភ្លាមៗនោះឡើយតែវាជាការទទួលខុសត្រូវដ៏ធំធេងនិងជាដំណើរដ៏មានន័យដែលទាមទារឲ្យមានការគ្រោងទុកយ៉ាងហ្មត់ចត់ថ្ងៃនេះខ្ញុំនឹងចែករំលែកនូវផែនការមានកូនដ៏សុខុមាលភាពចំនួន5ជំហានសំខាន់ៗដើម្បីធានាថាទាំងម្ដាយទារកនិងគ្រួសារទាំងមូលមានសុខភាពល្អនិងសុវត្ថិភាពបំផុតជំហានទី1ទៅជួបគ្រូពេទ្យមុនពេលមានផ្ទៃពោះលោកប៉ាអ្នកម៉ាក់ត្រូវតែពិនិត្យសុខភាពធ្វើតេស្តឈាមរោគជំងឺឆ្លងសំខាន់ៗដូចជាជំងឺអេដស៍រលាកថ្លើមប្រភេទ B ស្វាយនិងស្អុយជាដើមដែលអាចបង្កហានិភ័យដល់ទារកគន្លឹះសំខាន់ត្រូវចាប់ផ្ដើមផឹក Folic Acid 400 មីក្រូក្រាមក្នុងមួយថ្ងៃយ៉ាងហោចណាស់3ខែមុនពេលមានផ្ទៃពោះនេះជារបាំងការពារដ៏សំខាន់បំផុតដើម្បីជៀសវាងបញ្ហាវិបលាស់ខួរក្បាលឬឆ្អឹងខ្នងដល់ទារកលោកប៉ាអ្នកម៉ាក់ត្រូវជៀសវាងការជក់បារីផឹកស្រានិងកាត់បន្ថយកាហ្វេអ៊ីនជំហានទី2ផ្ដោតលើអ្វីដែលអ្នកញ៉ាំរបបអាហារត្រូវតែសម្បូរទៅដោយជាតិដែកកាល់ស្យូមអ៊ីយ៉ូតនិងវីតាមីន B C D និង E ញ៉ាំបន្លែផ្លែឈើស្រូវសាលីនិងត្រីសមុទ្រជាប្រចាំត្រូវជៀសវាងអាហារមានជាតិខ្លាញ់ខ្ពស់អាហារកែច្នៃឬអាហារដែលរក្សាទុកយូរកុំភ្លេចផឹកទឹកឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់2លីត្រក្នុងមួយថ្ងៃជំហានទី3ស្វែងយល់ពីវដ្តរដូវរបស់អ្នកដើម្បីបង្កើនឱកាសមានកូនត្រូវសិក្សាពីវដ្តរដូវរបស់ស្ត្រីអ្នកអាចប្រើប្រាស់តារាងឬកម្មវិធីទូរស័ព្ទដើម្បីតាមដាននិងគណនាថ្ងៃបញ្ចេញពងញីឬអវលឲ្យបានច្បាស់លាស់ការយល់ដឹងពីពេលវេលាដ៏សំខាន់នេះគឺជាគន្លឹះជួយឲ្យផែនការយកកូនរបស់អ្នកឆាប់ទទួលបានជោគជ័យជំហានទី4ការត្រៀមលក្ខណៈឲ្យបានល្អទាំងផ្លូវកាយនិងផ្លូវចិត្តកុំភ្លេចថែរក្សារាងកាយដោយការហាត់ប្រាណរាល់ថ្ងៃដូចជាការដើរឬហែលទឹកនិងគេងឲ្យបានគ្រប់គ្រាន់7ទៅ8ម៉ោងប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺសុខភាពផ្លូវចិត្តព្យាយាមធ្វើចិត្តឲ្យស្ងប់កាត់បន្ថយ stress និងពិភាក្សាគ្នាអំពីហិរញ្ញវត្ថុនិងការបែងចែកទំនួលខុសត្រូវរៀបចំលំនៅឋានបន្ទប់គេងឲ្យមានបរិយាកាសល្អជំហានទី5នៅពេលដែលអ្នកដឹងថាមានផ្ទៃពោះសូមទៅពិនិត្យជាមួយគ្រូពេទ្យជាប្រចាំបន្ទាប់ផឹក Folic Acid និងអាហារបំប៉នផ្សេងទៀតដែលគ្រូពេទ្យណែនាំសូមចងចាំថាហាមប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាជាដាច់ខាតត្រូវទៅជួបគ្រូពេទ្យនិងត្រូវតាមដានសុខភាពឲ្យបានទៀងទាត់ដើម្បីជួយធានានូវសុវត្ថិភាពរបស់ម្ដាយនិងទារកតើអ្នកបានត្រៀមខ្លួនដល់ជំហានណាហើយសូមចែករំលែកក្នុងប្រអប់ comment ខាងក្រោមសូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលចំណេះដឹងសុខភាពគ្រួសារថ្មីៗទៀតសូមអរគុណសម្រាប់ការទស្សនា